លោកជំទាវគតិបណ្ឌិតអង្គកថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជូនវីរៈកងទ័ពនិងគ្រួសារកងទ័ពនៅខេត្តព្រះវិហារលោកជំទាវគតិបណ្ឌិតអង្គកថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយជូនដល់វីរៈកងទ័ពនៃលេខាធិការដ្ឋានកងពលតូចអន្តរាគមន៍លេខ9ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិបូរណភាពទឹកដីនៅទិសតំបន់មុំ3ដែលពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តព្រះវិហារក្នុងពិធីដ៏មានសារៈសំខាន់នេះលោកជំទាវគតិបណ្ឌិតនិងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនិងស្និទ្ធស្នាលបំផុតពីសំណាក់ឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហាររួមជាមួយឯកឧត្តមវរៈសេនីយ៍ឯកអួងសុវណ្ណាមេបញ្ជាការផងដែរមានប្រសាសន៍ស្វាគមន៍ឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបានសម្ដែងនូវក្តីសោមនស្សរីករាយយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវគតិបណ្ឌិតរដ្ឋមន្ត្រីព្រមទាំងគណៈប្រតិភូក្រសួងកិច្ចការនារីដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនវីរៈកងទ័ពនិងគ្រួសារកងទ័ពនៅជួរមុខឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាវត្តមានរបស់លោកជំទាវគតិបណ្ឌិតនិងគណៈប្រតិភូនៅពេលនេះគឺជានិមិត្តរូបនៃសាមគ្គីភាពដ៏រឹងមាំរវាងសមរភូមិក្រោយនិងសមរភូមិមុខហើយក៏ជាការផ្ដល់នូវកម្លាំងចិត្តយ៉ាងធំធេងមិនអាចកាត់ថ្លៃបានដល់វីរៈកងទ័ពក្នុងការបន្តបដិញ្ញាចិត្តខ្ពស់ដើម្បីការពារខឿនសន្តិសុខជាតិនិងបូរណភាពទឹកដីឲ្យបានគង់វង្សជាមួយគ្នានេះដែរលោកជំទាវគតិបណ្ឌិតអង្គកថាភាវីបានពំនាំនៅសារផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមព្រមទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដែលសម្ដេចតែងតែនឹករលឹកនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរៈកងទ័ពនិងបងប្អូនជនភៀសសិង្ហទន្ទឹមនេះលោកជំទាវបណ្ឌិតក៏បានគូបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាចំនួនព្រំដែននិងស្វែងរកយុត្តិធម៌ជូនប្រទេសជាតិលោកជំទាវគតិបណ្ឌិតបានថ្លែងអំណរគុណនិងកោតសរសើរចំពោះវីរៈភាពរបស់កងទ័ពទាំងអស់ជាពិសេសយោធិនជាស្ត្រីដែលបានលះបង់អស់ពីកម្លាំងកាយចិត្តនិងបូជាអាយុជីវិនដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្នុងការការពារបូរណភាពទឹកដីជូនជាតិនិងប្រជាជនកម្ពុជា